បងប្អូនអើយនិយាយពីថាឲ្យតែពេលធ្វើម្ហូបនំដងចានឹកឃើញទៅដល់បងកងតបចាប្រាក់កងតបរបស់យើងបងប្អូនចាមកដល់លើនេះចាជួមទៅឲ្យតែមើលវីដេអូពេលណាពេលខ្លះបងប្អូនអើយចង់ទៅយំឯអាណិតខ្លាំងមែនតើបងប្អូនចាឪពុកគេឪពុកយើងប្អូនគេប្អូនយើងបងគេបងយើងចាសិតតែស្រឡាញ់ដូចគ្នាចាអ្នកណាក៏ស្រឡាញ់គ្រួសារអ្នកណាក៏ពេញចិត្តជាមួយនឹងគ្រួសារដែលរីករាយដែរតែឥឡូវនេះចៅឆ្លៀនពៀនទឹកដីចាវីរៈបរោះរបស់យើងបងប្អូនចាវីរៈកងតបចាគឺគាត់អញនិយាយបានថាគ្រាន់តែមានពាក្យមួយទៅផ្ដាំទៅគាត់ថានៅពេលដែលគាត់ចូលជួមុខចាត្រូវតែនិយាយពាក្យមួយថាយកជោគជ័យមកវិញឲ្យបានមកជួបប្រពន្ធកូនចាហាមនិយាយថាពាក្យលីដើម្បីប្រទេសជាតិចាយល់ថាបងហាក់ពាក្យលីដើម្បីប្រទេសជាតិពាក្យលីកម្លាំងកាយចិត្តប៉ុន្តែបងប្អូនត្រូវតែមកជួបមាតុភូមិរបស់យើងមកវិញឲ្យបានណាបងចាឲ្យតែពេលធ្វើម្ហូបធ្វើអីនឹកឃើញដល់បងកងទ័ពបងប្អូនអើយចាពួកគាត់គឺនិយាយពីថាពេលខ្លះហៅតែពេលញ៉ាំបាយអត់បានចាពីព្រោះអ្នកចិត្តខាងរបស់យើងមិនល្អកិច្ចថាមនុស្សយើងនៅពេលណាដែលមានអ្នកចិត្តខាងល្អគឺល្អបើមិនជាមានអ្នកចិត្តខាងអត់ល្អបងប្អូនចាគេនឹងមកបៀតបៀនគេនឹងមករុករៀនរបស់យើងចាទោះបីជាពេលខណៈនេះបច្ចុប្បន្ននេះចាមានបណ្ដាប្រទេសជាច្រើនចាឃើញថាពួកវានឹងចាទន្ទ្រានយើងធ្វើបាបយើងក៏ដោយចាប៉ុន្តែពួកវានឹងចានៅតែមិនតាន់អាចជាមួយនឹងទទួលជាមួយនឹងបាបកម្មរបស់ពួកវាតែឥឡូវនេះចាពួកវាគឺទទួលបាបកម្មបណ្ដាហើយបងប្អូនអើយចាអញ្ចឹងគេហៅថាមនុស្សយើងនៅពេលណាដែលយើងមានជាមួយអ្នកជិតខាងល្អជីវិតរបស់យើងរីកចម្រើនបងប្អូនខ្ញុំមកដល់អាយុប៉ុណ្នេះចាវ័យឆ្នាំនេះ32ឆ្នាំហើយខ្ញុំមិនដែលជួបប្រទះជាមួយនឹងបញ្ហាសង្គ្រាមដកសែនខូខើនេះទេព្រោះគិតថាអញ្ចេះប្រទេសរបស់យើងគឺជាប្រទេសមួយចាដែលមានសន្តិភាពហើយពីមុនអត់ដឹងពីអីថាអរគុណសន្តិភាពគ្រាន់តែសម្ដេចនិយាយទៅក៏មានអារម្មណ៍ថាធម្មតាតែពេលនេះគឺសន្តិភាពមួយគឺជារឿងមួយដែលអស្ចារ្យខ្លាំងបំផុតនៅពេលដែលយើងមានសន្តិភាពមិនថាមុខរបរមិនថារកស៊ីអីក៏ដោយបងប្អូនរលូនតែម្ដងជាពិសេសស្ថានភាពគ្រួសារបងប្អូនដឹងអត់ស្ថានភាពគ្រួសារចាកំពុងតែមានក្តីសុខនៅសុខបាត់ម្នាក់នៅសុខបាត់ពីរនាក់ចានេះគឺជារឿងមួយដែលសោកស្ដាយជារឿងមួយដែលសង្វេគខ្លាំងមែនទែនណាបងប្អូននៅពេលដែលខ្ញុំឃើញវីដេអូបងវីរៈកូនគាត់ពលីដើម្បីប្រទេសជាតិមាតុភូមិខ្ញុំគិតថាចាពួកគាត់ពិតជាអស្ចារ្យខ្លាំងបំផុតចាសូម្បីតែប្រពន្ធកូនណាគាត់មិនពលីដើម្បីប្រពន្ធកូននេះណាបងប្អូនពលីដើម្បីទឹកដីពលីដើម្បីជាតិមាតុភូមិជារឿងមួយដែលអស្ចារ្យខ្លាំងបំផុតចាអញ្ចឹងចានេះគឺជាបទពិសោធន៍ជា experience មួយសូមឲ្យកូនខ្មែរជំនាន់ក្រោយចាចងចាំទុកថាចាមនុស្សណាដែលគួររាប់អានមនុស្សណាដែលមិនគួររាប់អានចាបងប្អូនខ្ញុំមានតែវីដេអូប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលចង់បានជាមួយនឹងផលិតផលរបស់ម៉ែរួយចាឥឡូវគឺគាត់ដូរឈ្មោះដាក់ម៉ែរួមវិញហើយបងអាចធ្វើការកម្មងបានមានទាំងបោះដុំមានទាំងលក់រាយនៅក្នុងតម្លៃបោះដុំវិញបងប្អូនអើយចាលក់នៅក្នុងតម្លៃពិសេសជូនបងតែម្ដងអញ្ចឹងបងយកទៅលក់បន្តដឹងតែចំណេញតែម្ដងចាអញ្ចឹងអ្វីក៏ដោយបងប្អូនมันអាចថិតថេរអ្វីក៏ដោយក៏យើងមិនអាចមើលឃើញហើយឥឡូវនេះផលិតផលរបស់យើងសិតតែជាផលិតផលដែលស្តង់ដារចេញពីតៃវ៉ាន់ចេញពីកូរ៉េចេញពីជប៉ុនអញ្ចឹងបងយកទៅមិនខកបំណងឡើយ